ពេលខ្លះយើងរវល់ជាមួយនឹងការងាររវល់ជាមួយនឹងជំនួយរវល់ជាមួយនឹងគ្រួសាររវល់នឹងការងារសង្គមរហូតភ្លេចខ្លួនឯងភ្លេចថែទាំខ្លួនឯងឬក៏ភ្លេចបញ្ចូលថាមពល recharge energy ឬក៏ចាក់សាំងមកកន្លែងដែលយើងជួយចិត្តញ៉ាំអាហារដែលយើងជួយចិត្តឬក៏ល្អសម្រាប់សុខភាពការគេងគ្រប់គ្រាន់ការហាត់ប្រាណទៀងទាត់ការមានទំនាក់ទំនងល្អជាមួយមនុស្សដែលយើងជួយចិត្តការគិតវិជ្ជមាន disconnect sometime ឬក៏ spend alone time ធ្វើអ្វីដែលអ្នកស្រឡាញ់ជួយចិត្តទាំងនេះគឺជាមធ្យោបាយមួយចំនួនដើម្បីបញ្ចូលថ្មឬក៏បញ្ចូលថាមពលឬក៏ recharge your energy ឬក៏ទៅចាក់សាំងធ្វើអញ្ចឹងជួយឲ្យយើងមានថាមពលដើម្បីបន្តដំណើរទៅមុខទៀតដោយមានអារម្មណ៍សប្បាយចិត្តហើយមានគំនិតច្នៃប្រឌិតហើយមានផលិតភាពខ្ពស់ហើយនឹងមានសុភមង្គលតាមការស្រាវជ្រាវគេនិយាយថាថាមពលនឹងវាសំខាន់ដូចភាពឆ្លាតវៃនិងជំនាញដែរព្រោះអីទោះបីយើងឆ្លាតប៉ុណ្ណាក៏ដោយយើងមានជំនាញខ្ពស់ប៉ុណ្ណាក៏ដោយបើអត់មានថាមពលក៏យើងធ្វើអីមិនកើតដែរ